приблизно дуже важливо. លោកប្រធានាធិបតី Zelensky បានថ្លែងការពីថ្ងៃពុធថាអ៊ុយក្រែនទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីលតិចជាងមុនដល់ទៅ3ដងការលើកឡើងនេះធ្វើឡើងក្រោយមួយថ្ងៃដែលរុស្ស៊ីវាយប្រហារដោយមីស៊ីលនិងដ្រូនចូលរដ្ឋធានីគីវនិងតំបន់ផ្សេងៗទៀតស្លាប់មនុស្សជាង10នាក់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថាអ៊ុយក្រែនទទួលបានប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីល ballistic ឬ anti ballistic missile ពីសហគមន៍អន្តរជាតិនៅក្នុងចំនួនដ៏តិចជាងមុនដល់ទៅ3ដងការលើកឡើងនេះធ្វើឡើងស្របពេលដែលការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់17នាក់នៅក្នុងទីក្រុងគីវនិងតំបន់ជុំវិញកាលពីយប់ថ្ងៃអង្គារលោកក៏បានមានប្រសាសន៍ថាកត្តាមួយដែលមិនអាស្រ័យទៅលើដៃគូរបស់យើងប៉ុន្តែអាស្រ័យលើយើងតែម្នាក់ឯងនោះគឺផែនការបង្កើតភាពធន់ពលគឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរដ្ឋរបស់យើងយ៉ាងណាមិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មិនបញ្ជាក់ច្បាស់លាស់អំពីចំនួនប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីល ballistic ដែលទទួលបានពីសហគមន៍អន្តរជាតិនោះទេ